តើកិច្ចសន្យាការងារមានថវិកាមិនកំណត់អាចកត់សម្គាល់បានយ៉ាងដូចម្តេចខ្លះបាទដើម្បីកត់សម្គាល់កិច្ចសន្យាការងារមានថវិកាមិនកំណត់បានទី1គឺអ្នកទាំងអស់គ្នាអាចមើលទៅលើលក្ខណៈវិនិច្ឆ័យនៃកិច្ចសន្យាការងារមានថវិកាមិនកំណត់នោះបាទកិច្ចសន្យាការងារមានថវិកាមិនកំណត់ទី1យើងអាចកត់សម្គាល់បានតាមរយៈកិច្ចសន្យានោះធ្វើជាលាយលក្ខណ៍អក្សរឬដោយផ្ទាល់មាត់ទី2ការបរិច្ឆេទចំពោះការបរិច្ឆេទនៅលើកិច្ចសន្យាការងារមានថវិកាមិនកំណត់គឺมันមានកំណត់ការបរិច្ឆេទបញ្ចប់ទេបាទទី3គឺតកតងជាមួយនឹងកិច្ចសន្យាការងារដែលប្រែប្រួលពីកិច្ចសន្យាការងារមានថវិកាកំណត់ទៅជាកិច្ចសន្យាការងារមានថវិកាមិនកំណត់វិញចឹងទី1គឺនៅពេលដែលកិច្ចសន្យាការងារមានថវិកាកំណត់លើសរយៈពេលអតិបរមាដែលកំណត់ដោយច្បាប់ទី2គឺការបន្តកិច្ចសន្យាការងារមានថវិកាកំណត់ដោយស្ងៀមស្ងាត់បើថវិកាសរុបនៃការបន្តកិច្ចសន្យានោះលើសពីថវិកាដែលមានកំណត់ក្នុងមាត្រា67នៃច្បាប់ស្តីពីការងារបាទទាំងអស់នេះគឺសុទ្ធតែជាការកត់សម្គាល់មួយចំនួនពាក់ព័ន្ធជាមួយនឹងកិច្ចសន្យាការងារមានថវិកាកំណត់បាទទៅជាចុងក្រោយនេះគឺខ្ញុំសូមបញ្ចប់តែប៉ុណ្្នេះដែរហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាទ